blind man called Bartimaeus was standing by the roadside begging. ព្រះព្រះយេស៊ូវយាងទៅឯទីក្រុងកាត់ទីក្រុងយេរីកូមានបរិបទម្នាក់ដែលជាអ្នកពិការភ្នែកគាត់ជាអ្នកសុំទាននៅតាមអត់ផ្លូវ When Bartimaeus heard the crowd going by, he asked what was happening. មានមនុស្សជាច្រើនដើរកាត់ទីនោះ ហើយគាត់សុំលុយពីគេសុំលុយ 100% មកសុំលុយ 100% មកខ្វាក់ហើយសុំគេទៀត When Bartimaeus heard the crowd going by, he asked what was happening. នៅពេលនោះដែរមានវងមនុស្សជាច្រើនកំពុងតែធ្វើដំណើរតាមផ្លូវលោកបាទីមេគាត់ឮសំឡេង តើមានរឿងអ្វីកើតឡើង They told him, Jesus of Nazareth is passing by. មានគេប្រាប់គាត់ថាពេលព្រះយេស៊ូវដើរកាត់ទីនោះ He called out, គាត់ប្រកាសថា Jesus, ព្រះយេស៊ូវ Son of David, ជាព្រះបានលោកដាវីតអើយ please have mercy on me. សូមផ្ដល់សេចក្តីមេត្តាដល់ទូបង្គំផង those who led the way rebuked Bartimaeus. ក៏ប៉ុន្តែវងមនុស្សបានប្រាប់គាត់ថាកុំមាត់ឲ្យស្ងៀម And told him to be quiet. ប្រាប់គាត់ឲ្យនៅស្ងៀម But he shouted all the more, ប៉ុន្តែគាត់ស្រែកកាន់តែខ្លាំងឡើង Jesus, ព្រះយេស៊ូវ Son of David, ជាព្រះបានលោកដាវីតអើយ please have mercy on me. សូមមេត្តាដល់ទូបង្គំផង Jesus stopped and ordered the man to be brought to him. ព្រះយេស៊ូវក៏យាងឈប់ដំណើរហើយប្រាប់គេឲ្យនាំគាត់មកឯទ្រង់តើអ្នកឲ្យខ្ញុំធ្វើអ្វីសម្រាប់អ្នក Lord, ព្រះអង្គម្ចាស់អើយ I want to see. ខ្ញុំចង់បានមើលឃើញសូមអង្គចូលឲ្យអ្នកមើលឃើញចង់សេចក្តីជំនឿរបស់អ្នកបានសង្គ្រោះអ្នកហើយ Immediately Bartimaeus received his sight. រំពេចទៅលោកបាទីមេក៏បានមើលឃើញ